រឿងរោងចក្រ Fantasy Folklore ក្នុងភូមិតូចមួយដែលស្ថិតលើជ្រោយភ្នំស្រងាត់មានផ្ទះឈើវែងប្លែកមួយបំផុតជញ្ជាំងនីមួយមានស្នាមរន្ធតូចដូចជាប្រហោងឆ្អឹងខ្មៅឧស្សាហ៍បញ្ចេញខ្យល់ត្រជាក់ពេលរាត្រីអ្នកភូមិគេច្រើនប្រាប់ថានៅក្រោមផ្ទះនោះមានអង្តាអង្កទេម្នាក់រស់នៅមាសមិនមែនជាមនុស្សឯក្មេងស្រីនឹងផ្ទះឈើរ៉ាក់យ៉ងជាក្មេងស្រីអាយុដើមក្មេងជិត20មានចិត្តស្អាតតែងជួយម៉ាក់លក់ត្រីនៅផ្សារយប់មួយបន្ទាប់ពីធ្វើការអស់កម្លាំងនាងឡើងទៅលើផ្ទះឈើរបស់វាពេលដើរឆ្លងកាត់ជញ្ជាំងនោះត្រចៀកនាងឬសូរស្រាំងបន្លឺតូចជាសំឡេងដូចមានអ្នកនិយាយតាមខ្យល់កុំខ្លាចខ្ញុំកំពុងការពារអ្នករ៉ាក់យ៉ងរអ៊ីក៏នឹកថាប្រហែលខ្យល់បក់តាមរន្ធប៉ុណ្ណោះតែចិត្តនៅមានអារម្មណ៍ចម្លែកដូចមានភ្នែកអាតកំបាំងផែលមួយកំពុងពិនិត្យវាចេញពីសម្លឹងងឹតប្រហោងសម្ងាត់ថ្ងៃបន្ទាប់ក្រោយពេលងូតទឹកនាងមើលឃើញមានពន្លឺពណ៌ខៀវស្រាលចេញពីប្រហោងតូចមួយលើជញ្ជាំងបន្ទប់ទឹកពន្លឺនោះធ្វើឲ្យស្បែកនាងត្រជាក់ល្មមរ៉ាក់យ៉ងយកកម្រាមដៃប៉ះភ្លាមទឹកក្នុងអាងត្រជាក់ដូចទឹកភ្នំបែបប្រេងពន្លឺខៀវកាន់តែខ្លាំងឡើងហើយសូរស្រាំងរបស់មនុស្សគ្មានរូបរាងលើឡើងម្ដងទៀតហូបស៊ូគាត់អ្នកបាននៅខ្ញុំហើយនាងភ័យតិចប៉ុន្តែចិត្តចង់ដឹងមិនអាចទប់បានចំពោះនាងអារម្មណ៍នេះគឺដូចជាអ្វីមួយកំពុងហើយចំពោះឈ្មោះវាដោយច្រើនឆ្នាំមកហើយអ្នកការពារមិនមែនជាមនុស្សពេលថ្ងៃត្រង់ទ្វារបន្ទប់គេញញើឡើងដោយខ្យល់ស្លឹកឈើលើដំបូលលាន់ចុះពន្លឺពណ៌មាសលេចចេញពីគ្រែរ៉ាក់យ៉ងត្រស្ងប់ដោយមិនដឹងអ្នកណាចិត្តមកនាងឃើញរាងខ្ពស់ម្នាក់បង្ហាញពន្លឺពណ៌មាសបង្អួចចេញពីរាងងាយដូចស្រមោលអធិប្បាយគាត់និយាយអ្នកមិនចាំខ្ញុំទេអ្នកជាកូនចៅទៅចុងក្រោយរបស់ពួកអ្នកកាន់អង្គដ៏ចាស់ខ្ញុំគឺនាគរីអារ៉ុនអ្នកការពារអ្នកតាំងតែថ្ងៃកំណើតរ៉ាក់យ៉ងភ្ញាក់ផ្អើលបងអ្នកគឺនាគរាងមនុស្សខាងមុខបកស្លាប់ពន្លឺស្រាលហើយបំលែងជារូបរាងនាគខ្មៅខ្លាំងល្អិតដូចអង្តាប្រេងព្រោះនៅក្នុងផ្ទះឈើនេះមានប្រហោងបុរាណជាប់ទៅសម្បុកគ្រូបុរាណរបស់ខ្ញុំដូច្នេះខ្ញុំតែងតែសង្កេតអ្នកមិនមែនដើម្បីបំផ្លាញទេតែដើម្បីការពារអ្នកកំពុងមានអំណាចមួយដែលមិនទាន់ភ្ញាក់អំណាចដែលស្លាប់ក្នុងឈាមរ៉ាក់យ៉ងដើរចូលចិត្តក្នុងភ្នែកនាងលេចមកអារម្មណ៍ដូចក្តីចង់យល់អំពីអតីតកាលរបស់ខ្លួននាគរីអារ៉ុនអបដៃពន្លឺមួយចំណែកនឹងបង្ហាញរូបភាពក្នុងខ្យល់អ្នកកាន់អង្គដើមកំពុងដាក់អំណាចក្នុងពូជស្រីអ្នកស្រីនោះអាចទប់ស្កាត់គ្រោះថ្នាក់ពីខ្មោចភ្នំប៉ុន្តែបន្ទាប់ពីជំនាន់ជាច្រើនអំណាចនោះបាត់ខ្សោយរហូតដល់មកដល់រ៉ាក់យ៉ងអ្នកគឺជាខ្សែសង្ស័យចុងក្រោយបើអ្នកមិនភ្ញាក់អំណាចក្នុងខ្លួនវិញនគរខ្មៅក្រោមភ្នំនឹងស្លាប់ជារយវេការធ្វើពិធីភ្ញាក់បុណ្យអារ៉ុនយកក្រវ៉ាត់ពន្លឺមាសមួយលាបក្បាលដៃនាងភ្លាមដីក្រោមជើងស្រាលដូចបាត់ទម្ងន់ជញ្ជាំងឈើបញ្ចេញពន្លឺពណ៌ខៀវស្រោមពន្លឺពណ៌របស់រឿងព្រេងអំបូងនិងប្លែករីលាចេញជុំវិញរ៉ាក់យ៉ងចិត្តនាងលាន់សូរខ្ញុំមានអ្វីបែបនេះអារ៉ុនញឹមអំណាចរបស់អ្នកមិនមែនសម្រាប់ទាស់លឹងឬផ្លែឈើវាជាអំណាចសម្រាប់សន្សំពិភពពេលនោះប្រេះសំឡេងត្រួយធំមួយកើតឡើងក្រោមដីទ្វារអាចកំបាំងនៅក្រោមផ្ទះឈើដែលគេជឿថាមានតែរឿងនិទានកំពុងបើកចំបញ្ហាធំមួយកំពុងតាមមកហើយរ៉ាក់យ៉ងក្មេងស្រីតូចដែលធ្លាប់គិតថាខ្លួនធម្មតាកំពុងត្រូវជ្រើសរើសថាតើនាងនឹងអង្គុយស្ងៀមនៅផ្ទះឈើឬថែរក្សាពិភពតាមជោគវាសនាបំផុតរបស់ខ្លួនវាយបញ្ចប់ជាបណ្ដោះអាសន្នអារ៉ុនអបដៃនាងយ៉ាងល្មមហើយនិយាយពេលដែលអ្នកត្រៀមខ្លួនខ្ញុំនឹងនាំអ្នកចូលទៅក្នុងព្រៃនាគក្រោមភ្នំនៅទីនោះអ្នកនឹងយល់ថាអ្នកជានរណាពិតរ៉ាក់យ៉ងមើលតាមជញ្ជាំងឈើដែលធ្លាប់គិតថាជាធាតុធម្មតាតែឥឡូវនេះវាដូចជាទ្វារទៅពិភពមួយទៀតនាងដកដង្ហើមធំមួយហើយឆ្លើយថាខ្ញុំត្រៀមហើយនាគរីកហើយរឿងដំណើររបស់ក្មេងស្រីនិងអ្នកការពារដែលមិនមែនជាមនុស្សលើសត្រូវ